Trongចាប់ផ្ដើមលក់ online ប៉ុន្តែអត់ដឹងថាចាប់ផ្ដើមពីណាទៅណាថ្ងៃនេះបងប្អូនទាំងអស់គ្នាអ្នកខ្លះគាត់កំពុងតែនៅធ្វើការឲ្យគេហើយគាត់ចង់បានចំណូលបន្ថែមខ្លាំងមែនតើអញ្ចឹងខ្ញុំចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាថាអត់ហត់ចាំបាច់ឈប់ពីធ្វើការដើម្បីរកចំណូលបន្ថែមទេឬមួយក៏យើងទៅធ្វើការងារនៅកន្លែងផ្សេងទៀតឧទាហរណ៍បច្ចុប្បន្នយើងធ្វើការគេ8ម៉ោង10ម៉ោងហើយអញ្ចឹងយើងអត់ហត់ចាំបាច់ទៅធ្វើការបន្ថែមនៅកន្លែងផ្សេងថែម2ម៉ោង3ម៉ោងឬក៏4ម៉ោងទៀតទេដោយយើងគ្រាន់តែលក់អនឡាញនេះគឺជាវិធីសាស្ត្រងាយស្រួលបំផុតនៅក្នុងការរកចំណូលបន្ថែមហើយអ្នកទាំងអស់គ្នាអាចរកចំណូលបានលឿនហើយវាច្រើនតែនៅក្នុងការធ្វើនេះគឺយើងធ្វើឲ្យបានត្រឹមត្រូវនៅក្នុងករណីដែលបងប្អូនទាំងអស់គ្នាធ្វើវាឲ្យបានត្រឹមត្រូវបងប្អូនទាំងអស់គ្នានឹងទទួលបានលទ្ធផលខ្ពស់ខ្លាំងមែនទែនហើយថ្ងៃនេះគឺខ្ញុំមាន3ចំណុចដែលចង់លើកយកមកនិយាយ3រឿងនេះគឺបងប្អូនទាំងអស់គ្នាត្រូវតែដឹងនៅក្នុងការចាប់ផ្ដើមលក់អនឡាញដំបូងបងប្អូនទាំងអស់គ្នាចំណុចទី1ដែលបងប្អូនទាំងអស់គ្នាត្រូវដឹងមុននឹងយើងចូលចំណុចទី1បងប្អូនអាចយកប៊ិចឬក៏กระดาษចូលមក note ទុកមកអ្វីដែលយើងត្រូវដឹងចំណុចទី1នោះគឺយើងត្រូវតែដឹងពីទីផ្សារផលិតផលណាដែលមានតម្រូវការទីផ្សារទី1ផលិតផលណាដែលមានតម្រូវការទីផ្សារដូចជាអីឧទាហរណ៍ដូចជាកៅអៅដូចជាលេលីបមុខលេលីបខ្លួនប្រភេទ mascara ក្រែមលាបមាត់ឬមួយក៏ជាប្រភេទម៉ូតូឡានម៉ូតូអគ្គិសនីឬមួយក៏អីដែលបងប្អូនទាំងគ្នាត្រូវយល់ហើយត្រូវដឹងថាអ្វីដែលជាតម្រូវការទីផ្សារហើយវាចាំបាច់ជាប្រចាំហ្មងនេះគឺជាចំណុចដែលល្អហើយខ្ញុំចង់ប្រាប់ទៅដល់អ្នកទាំងអស់គ្នាទៀតថាចុះតម្រូវការទីផ្សារយើងត្រូវធ្វើមិនយើងត្រូវមើលមិនទៅសម្រាប់ពីខ្ញុំផ្ទាល់ហ្មងពីបទពិសោធន៍ផ្ទាល់ខ្លួនហ្មងអ្នកទាំងអស់គ្នាលក់ផលិតផលណាមួយអ្នកទាំងអស់គ្នាត្រូវតែជ្រើសរើសយកម្ចាស់ផលិតផលហ្នឹងយើងចូលជាតំណាងចែកចាយរបស់គេយើងត្រូវរើសម្ចាស់ផលិតផលណាមួយដែលមានតម្រូវការហ្មងគឺគាត់ធ្វើហ្មងគឺគាត់សកម្មហ្មងទៅលើសកម្មភាពរបស់គាត់ទៅលើការប្រមូលការធ្វើទីផ្សាររបស់គាត់អ្នកទាំងអស់គ្នាចំណេញណានៅពេលដែលអ្នកទាំងអស់គ្នាជ្រើសរើសម្ចាស់ brand ណាមួយដែលគាត់ច្បាស់លាស់ជាមួយនឹងផលិតផលរបស់គាត់មានការធ្វើទីផ្សារគាត់បង្ហាញប្រាប់អ្នកទាំងអស់គ្នាពីឥទ្ធិពលរបស់គាត់បង្ហាញប្រាប់អ្នកទាំងអស់គ្នាថាគាត់អត់បានបោះបង់ចោលទេនៅពេលដែលយើងលក់ផលិតផលគាត់គឺគាត់ធ្វើទីផ្សារឲ្យយើងហ្មងនេះត្រូវរកចំណុចហ្នឹងឯងលក់ផលិតផលអីក៏បានដែរឲ្យតែម្ចាស់ brand គាត់ធ្វើទីផ្សារឲ្យយើងចំណុចនេះយើងត្រូវដឹងណាហើយសំខាន់មែនតើនៅពេលដែលយើងលក់ផលិតផលណាមួយដែលម្ចាស់ brand អត់សូវខ្វល់ពីការធ្វើទីផ្សារយើងហត់ហើយលក់អត់ងាយចេញទេបងប្អូនទាំងអស់គ្នានេះត្រូវដឹងចំណុចដែលបងប្អូនទាំងអស់គ្នាត្រូវដឹងទី1ហើយចុះចំណុចទី2អីគេវិញទៅសម្រាប់ចំណុចទី2សំខាន់ទាំងអស់គ្រប់ចំណុចតែចំណុចមួយនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងគឺចំណុចទី2គឺការធ្វើ content ហ្នឹងអីគេទៅធ្វើមិនទៅឆ្ងល់ឮតែគេថា content ហ្នឹងធ្វើមិនទៅបងធ្វើមិនទៅអ្នកគ្រូខ្ញុំឆ្ងល់មែនតើគេធ្វើមិនទៅការធ្វើ content យើងនិយាយឲ្យងាយស្រួលងាយយល់បំផុតហ្មងសម្រាប់អ្នកដែលគាត់អត់ចេះឬក៏ទៅចាប់ផ្ដើមគឺគាត់យល់ហ្មងគឺការធ្វើវីដេអូការបង្ហាញការធ្វើវីដេអូការប្រម៉ូទពីវីដេអូរបស់បងប្អូនទាំងអស់គ្នាការបង្ហាញឲ្យគេបានឃើញនិងស្គាល់យើងតាមបណ្ដាញសង្គមមិនថា TikTok Facebook Page Instagram YouTube តាមប្រព័ន្ធអីក៏បានដែរឲ្យតែគេបានឃើញយើងអញ្ចឹងនៅក្នុងការធ្វើ content មួយយើងមិនត្រូវការថតបង្ហាញមុខខ្លួនឯងទេខ្ញុំមិនហ៊ានទៅអញ្ចឹងមានបងប្អូនច្រើនខ្លាំងមែនតើឲ្យតែពាក់ព័ន្ធទៅនឹង content ការធ្វើហ្នឹងគឺបង្ហាញមុខការនិយាយហ្នឹងគឺអត់ហ៊ានហ្មងខ្ញុំឲ្យឧទាហរណ៍ជាក់ស្ដែងពីជីវិតខ្ញុំផ្ទាល់អ្នកទាំងអស់គ្នាត្រូវមានហេតុផលធំល្មមដែលអាចលុបបំបាត់លេសទាំងអស់ហេតុផលធំហ្នឹងអីគេទី1ដូចខ្ញុំផ្ទាល់ខ្ញុំមានបញ្ហាជាប់គាំងបញ្ហាជពាក់គេរហូតដល់ថ្នាក់សឹងតែអត់មានបាយញ៉ាំទៀត
ហើយបើសិនជាខ្ញុំអត់ធ្វើការងារបន្ថែមទេខ្ញុំនឹងអត់មានច្រកអីបន្ថែមដើម្បីរំដោះនៅបញ្ហាបំណុលដែលខ្ញុំជិះពាក់គេនឹងទេខ្ញុំអត់មានផ្លូវសោះហ្មងបើសិនជាខ្ញុំអត់ជ្រើសរើសការធ្វើអនឡាញលក់អនឡាញអញ្ចឹងសម្រាប់ខ្ញុំអត់មានផ្លូវទេគឺខ្ញុំត្រូវតែធ្វើដៃខាតហ្មងអញ្ចឹងអ្នកទាំងអស់គ្នារើសហេតុផលមើលអ្នកទាំងអស់គ្នារកមើលហេតុផលមើលអ្នកទាំងអស់គ្នាចង់ឲ្យម៉ាក់អ្នកទាំងអស់គ្នាបានសម្រាប់អ្នកខ្លះក៏ទៅធ្វើការនៅក្រៅប្រទេសខ្លះក៏ធ្វើការតាំងពីយើងនៅទូចតាំងពីយើងមិនទាន់កើតរហូតដល់យើងធំគឺគាត់ធ្វើការហត់ខ្លាំងមែនទែនយើងចង់ឲ្យគាត់សម្រាប់យើងចង់មានផ្ទះល្អឲ្យគាត់យើងចង់ឲ្យគាត់រស់នៅបានសុខស្រួលហេតុផលហ្នឹងគឺជាហេតុផលជំរុញឲ្យយើងធ្វើដោយគ្មានលក្ខខណ្ឌហេតុផលធំលុបលេសទាំងអស់ដែលមាននៅក្នុងជីវិតរបស់យើងអត់ហ៊ានថតទេ content អត់ហ៊ានបង្ហាញទេតែសួរថាបើគ្រាន់តែថតហើយធ្វើឲ្យមនុស្សដែលយើងស្រឡាញ់គាត់អាចរស់នៅបានស្រួលឲ្យមនុស្សយើងស្រឡាញ់គាត់សប្បាយចិត្តឲ្យមនុស្សយើងស្រឡាញ់គាត់មានបាយទឹកហូបចុកគ្រប់គ្រាន់ធ្វើអត់បើនឹងគឺជាតម្រូវការជីវិតផ្ទាល់របស់យើងចង់បានវាយើងចង់ឃើញវាយើងនឹងធ្វើដោយគ្មានលេសអីមកទាំងអស់ហើយព្យាយាមឲ្យតាំងចិត្តធ្វើទៀតចុះសម្រាប់អ្នកផ្សេងដែលគាត់អត់មានហេតុផលធំល្មមទេឬមួយក៏គាត់មានបញ្ហាជាប់គាំងបញ្ហាបំណុលឬក៏គាត់អត់មានជំពាក់ណាគេទេអញ្ចឹងប៉ុន្តែគាត់មានមហិច្ឆតាចង់ចិញ្ចឹមមនុស្សដែលគាត់ស្រឡាញ់មិនថាប្រពន្ធមិនថាប្តីមិនថាកូនរបស់គាត់ចង់ឲ្យពួកគាត់រស់នៅបានសុខស្រួលចង់ជួយម៉ាក់គាត់ប៉ាគាត់ដែលអាយុច្រើនហើយគឺគាត់មានអារម្មណ៍ថាគាត់ចង់ជួយគាត់ចង់ឲ្យមនុស្សគាត់ស្រឡាញ់មានក្តីសុខអញ្ចឹងគាត់ខំហើយគាត់ធ្វើដោយគ្មានលក្ខខណ្ឌទេទោះបីគាត់ហត់មកពីធ្វើការហើយក៏គាត់នៅតែព្យាយាមធ្វើវីដេអូការបង្ហាញហើយសួរថានេះដំបូងឡើយខ្ញុំធ្វើបានល្អអញ្ចឹងអត់ខ្ញុំអាចធ្វើវីដេអូបានការនិយាយបានល្អអញ្ចឹងអត់ទេគឺត្រូវការវឹកហាត់គ្មានអីដែលចេះមកលឿនហើយស្រួលទេហើយនៅក្នុងការធ្វើ content យើងមិនត្រូវការមានទូរស័ព្ទយើងមិនត្រូវការមានភ្លើងយើងមិនត្រូវការមានអីអ្នកនរគ្នាអត់ហត់ចាំបាច់គិតច្រើនទេយើងចាប់ផ្ដើមពីអីដែលយើងមានអញ្ចឹងអ្នកនរគ្នាមានហេតុផលទី2ចំណុចទី2ហ្នឹងអ្នកនរគ្នាធ្វើ content ហ្នឹងធ្វើ content ដោយប្រើហេតុផលធំលុបបំបត្តិនៅភាពភ័យខ្លាចរបស់យើងរកហេតុផលហ្នឹងឲ្យឃើញទៅគឺយើងធ្វើវាបានរៀនសិក្សាម្ដងតិចពាក់ព័ន្ធទៅនឹងការធ្វើវីដេអូមិនការរៀបចំមិនការធ្វើមិនគឺយើងអាចធ្វើវាបានទេសម្រាប់ទី3ចំណុចទី3យើងត្រូវរៀនលក់និងរៀននិយាយដើម្បីឲ្យតាក់ទាញដើម្បីឲ្យអតិថិជនគាត់ឃើញហើយចាប់អារម្មណ៍ពីផលិតផលនិងសេវាកម្មរបស់យើងនៅក្នុងការធ្វើ content ការរៀបចំរើសផលិតផលឲ្យត្រូវជាមួយនឹងតម្រូវការទីផ្សារទោះបីជាយើងធ្វើទាំងអស់ហ្នឹងក៏ដោយប៉ុន្តែយើងអត់ចេះនិយាយមួយភ្ញៀវអត់ចេះបិទភ្ញៀវនិយាយមកភ្លាវហ្មងនិយាយមកភ្ញៀវនិយាយស្ដាំយើងទៅឆ្វេងអញ្ចឹងក៏លក់អត់បានដែរណាខ្ញុំមានអតិថិជននៅក្នុងដៃរបស់ខ្ញុំច្រើនខ្លាំងមែនតើដែលគាត់មានមេសេចច្រើនតែគាត់អត់ចេះបិទនិងអត់ចេះនិយាយមួយភ្ញៀវអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់ណាបងប្អូនទាំងគ្នាត្រូវរៀនចេះនិយាយពីការដាក់តម្លៃឲ្យសមរម្យឲ្យល្អដែលគាត់ចាប់ផ្ដើមជ្រើសរើសទិញខាងយើងគឺយើងមានឱកាសចំណេញបានច្រើនហេតុអីដោយសារតែយើងមានជំនាញនៅក្នុងការនិយាយជាមួយនឹងភ្ញៀវធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាយើងឲ្យផលប្រយោជន៍ទៅគាត់យើងអត់ខ្សែលើគាត់តាមពិតទៅសំបីតលុយ50សេន20សេនឬមួយក៏1រៀលតែយើងធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាយើងខ្សែលើគាត់ហើយគាត់នឹងអត់ទិញពីយើងទេទោះតម្លៃយើងល្អឬក៏ថោកជាងអ្នកដទៃក៏ដោយអញ្ចឹងកន្លែងទៅហ្នឹងគឺយើងត្រូវរៀននិយាយរៀនចាប់ដើមពីបន្តិចទៅអត់មានណាគេដែលមកភ្លាមគឺចេះភ្លាមទេតែយើងត្រូវសិក្សាពីចំណុចដែលខ្វះខាតរបស់យើងហើយអ្នកទាំងអស់គ្នាគួរចាប់ដើមពីឥឡូវនេះដោយអត់ហត់ចាំបាច់គិតថាតើតែមានអ្វីច្រើនគ្រប់យ៉ាងដូចជាទូរស័ព្ទល្អថ្លៃហើយមានភ្លើង
តម្លៃរាប់រយមានកុំព្យូទ័រថ្លៃមាន iPad កុំគិតអញ្ចឹងអ្នកនរគ្នាត្រូវចាប់ផ្ដើមពីចំណុចដែលអ្នកនរគ្នាមានដូចជាស្ដែងការដំបូងដែលខ្ញុំចាប់ផ្ដើមនេះខ្ញុំចង់ប្រាប់នេះដំបូងដែលខ្ញុំចាប់ផ្ដើមខ្ញុំប្រើជាមួយនឹងទូរស័ព្ទនេះ 8 Plus ខ្ញុំប្រើវាមួយគ្រឿងហ្នឹងហើយអត់មានសំបីតលុយនៅក្នុងការទិញដងយកមកថតទៀតដំបូងហេតុអីដូចថាយើងจะពាក់លុយគេអញ្ចឹងហើយសឹងតែអត់មានលុយទិញបាយញ៉ាំផងហ្នឹងអត់មានដងទេដាក់លើតុលើកេះលើកៅអីដើម្បីថតឃើញទេហើយនៅពេលដែលយើងចាប់ផ្ដើមថតបានបដាហើយចង់បានហើយការថតហ្នឹងថតបានតែពេលថ្ងៃទៀតថតដើម្បីឲ្យមានភ្លឺតែវាអត់ស្អាតទេគ្រាន់តែវាអាចប្រើការបានអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមថតបានមួយរយៈក៏ចាប់ផ្ដើមទិញភ្លើងនេះទិញភ្លើងហើយអត់ថ្លៃទេតម្លៃ5 10 20អីហ្នឹង10រៀលអីទេអ្នកនរគ្នានៅពេលដែលយើងទិញយកមកហើយនេះខ្ញុំនិយាយពីជំហានរបស់ខ្ញុំមួយឲ្យអ្នកនរគ្នានិយាយពីបទពិសោធន៍ឲ្យអ្នកនរគ្នាស្ដាប់មេរៀនជីវិតបទពិសោធន៍ដែលខ្ញុំឆ្លងកាត់អញ្ចឹងនៅពេលដែលយើងមានហើយនេះយើងចង់បានអញ្ចឹងហើយអ្នកនរគ្នាបានមកនេះយើងយកវាមកដាក់ចេញមកហើយអានេះវាមាននៅជើងរបស់វាប៉ុន្តែនៅនោះជើងវាអញ្ចឹងយើងបានប៉ុណ្ណឹងហើយណាបានប៉ុណ្ណឹងហើយយើងធ្វើវីដេអូបន្តទៀតធ្វើរហូតដល់យើងអាចរកចំណូលបានពីវាបន្ថែមហើយកាលហ្នឹងយើងចង់បានអីកម្រិតសលេងដែលល្អអញ្ចឹងយើងទិញម៉ៃមួយនេះម៉ៃខ្សែយើងទិញមកមួយហើយអាខ្សែហ្នឹងវានេះយើងដោតជាមួយនឹង Oppo Vivo Samsung អីចឹងណានេះវាប្រើជាមួយនឹងអានេះតែយើងទិញថែមអានេះមួយដើម្បីដោតវាដើម្បីអីដើម្បីយើងបានដាក់ជាមួយនឹងទូរស័ព្ទនេះដើម្បីឲ្យកម្រិតនៃសំឡេងវាច្បាស់ជាងមុនយើងចង់អភិវឌ្ឍវាម្ដងតិចពីចំណុចដែលយើងអត់មានអីសោះរហូតដល់យើងចាប់ផ្ដើមមានម្ដងតិចណាហ្នឹងហើយនេះយកវាមកដាក់ប៉ុណ្ណឹងមកហើយកលមកនិយាយលក់បែកផ្សេងឲ្យតែយើងមានឆន្ទៈនឹងការចង់ធ្វើវាពិតប្រាកដកុំចាំដល់មានភ្លើងថ្លៃកុំចាំដល់មានទូរស័ព្ទថ្លៃយើងមានប៉ុណ្ណាយើងប្រើប៉ុណ្ណឹងមាន Oppo ប្រើ Oppo មាន Huawei ប្រើ Huawei មាន iPhone ប្រើ iPhone កម្រិតមួយណាក៏បានដែរឲ្យតែយើងដាក់ចិត្តថាធ្វើហើយឥឡូវគេបង្ហាញច្រើនខ្លាំងមែនតើពាក់ព័ន្ធនឹងការកាត់វីដេអូមិនធ្វើវីដេអូមិនចូលទៅរៀនតាម YouTube នឹងគឺយកទៅណាមអស់ឲ្យតែយើងមានឆន្ទៈហើយនឹងមានហេតុផលគ្រប់គ្រាន់នៅក្នុងការធ្វើវាអញ្ចឹងអ្នកទាំងអស់គ្នា follow យើងឥឡូវនេះបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមលក់ online ពី0ហើយ comment ពាក្យថាចង់រៀនយើងនឹងប្រាប់ចាហ៊ានបន្តទៀតនៅវីដេអូក្រោយអរគុណ